ចំនួន3ថ្ងៃដែលទៅលេងផ្ទះម្ដាយក្មេកហើយនឹងប្អូនថ្លៃបន្ទាប់មកក៏ទៅផ្ទះតាផ្ទះពូចាហើយឥឡូវនេះពួកខ្ញុំកំពុងចេញដំណើរទៅហើយចេញដំណើរទៅជិះឡានទៅដល់តែអត់ដែលភ្លេចទេផ្ទះលោកយាយចាលោកយាយម៉ៅពេជ្រនិលគឺថាត្រូវតែឈប់ចឹងហ្មងឈប់ដើម្បីថ្វាយបង្គំលោកយាយតែឥឡូវមកដល់ផ្ទះម្ដាយក្មេកខ្ញុំសិនដើម្បីដាក់អាធុងសាំងនឹងចុះពីព្រោះយកធុងប្អូនថ្លៃខ្ញុំឲ្យខ្ញុំដឹកធុងសាំងដើម្បីឲ្យម្ដាយខ្ញុំគាត់ដាក់ទឹកពីព្រោះនៅនឹងវាពិបាករឿងទឹកដែរណាហើយឥឡូវហ្នឹងបានដាក់ធុងសាំងចុះក៏នាំកូនចៅអង្គុយលេងមកសតុសិនចាំចេញដំណើរបន្តទៅទៀតចាកូនចៅអង្គុយលេងដោយសប្បាយរីករាយហើយបន្ទាប់មកម្ដាយក្មេកខ្ញុំក៏គាត់ដាក់នំបញ្ចុកសោះចានំបញ្ចុកខាងកម្ពុជាក្រមឲ្យទៅប្តីខ្ញុំគាត់ញ៉ាំព្រោះប្តីខ្ញុំគាត់ចូលចិត្តញ៉ាំនំបញ្ចុកហ្នឹងហើយម្ដាយក្មេកខ្ញុំគាត់ធ្វើនំបញ្ចុកហ្នឹងរសជាតិឆ្ងាញ់ហ្មងបងប្អូនរសជាតិឆ្ងាញ់តែម្ដងហើយដល់ពេលគាត់ញ៉ាំរួចរាល់ហើយទៅពួកខ្ញុំចាប់ផ្ដើមបន្តដំណើរទៅផ្ទះប្អូនថ្លៃខ្ញុំមួយទៀតដែលនៅគេហៅថានៅបតុមសាគរទៅដល់បងប្អូនអើយប្អូនថ្លៃខ្ញុំគេរៀបចំធ្វើម្ហូបឲ្យយ៉ាងមកឆ្ងាញ់គ្រប់មុខគ្រប់បែបហើយមានតាំងពីមុខម្ហូបងាវផុកងាវឆាហើយនឹងឆាក្តៅកែងអីណាគេទៀតហើយនឹងជាពិសេសមួយទៀតហ្នឹងគឺបាយដំណើបអពណ៌លឿងនោះបងប្អូនអ្នកស្រុកស្រែអំបិលអ្នកខាងតំបន់កោះកុងហ្នឹងគេចូលចិត្តញ៉ាំអាហ្នឹងហើយពួកខ្ញុំទៅក៏ចូលចិត្តញ៉ាំអាហ្នឹងដែរក្រោយពីញ៉ាំបាយហើយក៏នាំគ្នាមុជទឹកចាមុជទឹកផ្ទះប្អូនខ្ញុំហ្នឹងទឹកប្អូនខ្ញុំហ្នឹងគេទៅជាណាចានេះមុខចាមុជទឹកហើយក៏សម្រាប់នៅលើរឹងមួយសន្ទុះបានរៀបចំចេញដំណើរទៅបន្តទៀតដល់ហើយនិយាយទៅមកធ្វើដំណើរហ្នឹងគឺសប្បាយចិត្តហើយមកធ្វើដំណើរតាមផ្លូវហ្នឹងគឺថាយើងឆ្លងកាត់តាមផ្ទះម្ដាយផ្ទះប្អូនឥឡូវចិត្តរៀបចំចេញទៅបន្តដំណើរទៅផ្ទះហើយតាខ្ញុំហើយនឹងពូខ្ញុំម្នាក់ទៀតហើយដាក់តដោងនឹងកទៅលឺរ៉ោក្រោយពីយើងញ៉ាំបាយញ៉ាំអីហើយអញ្ចឹងយើងសម្រាប់ទូកថតលេងមើលជុំវិញផ្ទះប្អូនថ្លៃខ្ញុំហ្នឹងណាចាដល់ពេលអញ្ចឹងទៅខ្ញុំថតត្រង់មាន់គាត់ថតត្រង់មាន់គាត់មានមាន់ហ្នឹងរត់ចេញអស់ហើយពួកយើងក៏ចេញដំណើរបន្តទៅមុខទៀតហើយចាហើយនៅតាមដងផ្លូវនោះបងប្អូនអើយទេសភាពនៅតាមដងផ្លូវនៅខេត្តកោះកុងហ្នឹងគឺស្អាតមែនតើឥឡូវគេធ្វើផ្លូវហើយគឺផ្លូវនឹងរងរលោងស្រិលនិយាយឡើងក៏ដល់ផ្ទះតាខ្ញុំល្មមផ្ទះតាខ្ញុំគឺថាចូលមកដល់គឺស្រួលជាណាំហ្មងគឺសម្បូរទៅដោយដើមដូងពួកគាត់ដាំដើមដូងចំនួន2000ដើមចាហើយដើមដូងគាត់ហុចផលផ្លែអស់ហើយចាហើយទៅដល់ភ្លាមក៏តាកាប់ដូងឲ្យញ៉ាំផ្លេត